กระดาษថ្មីរបស់កូនខ្មែរនាចុងឆ្នាំ2025បច្ចុប្បន្នភាពយើងមានសមត្ថភាពនៅក្នុងការផលិតបន្ទះបតឬគេហៅថាខួរក្បាលដើម្បីយកទៅដាក់នៅលើប្រភេទម៉ាស៊ីនច្រើនវិស័យមិនថាវិស័យកសិកម្មមិនថាវិស័យយានយន្តយើងលែងលំបាកខ្ចីខួរក្បាលគេយកមកប្រើទៀតហើយពីពេលនេះទៅកូនខ្មែរយើងបច្ចុប្បន្នគឺយើងបានអភិវឌ្ឍខ្លួនគឺយើងអាចផលិតបន្ទះខួរក្បាលឬគេហៅថាបតដើម្បីដាក់មកលើម៉ាស៊ីនចម្រោះទឹកស្វ័យប្រវត្តិរបស់យើងពីមុនយើងធ្លាប់តែទិញខួរក្បាលគេយកមកប្រើប៉ុន្តែឥឡូវនេះកូនខ្មែររបស់យើងធ្វើខ្លួនឯងបានហើយបតឬក៏ខួរក្បាលរបស់ម៉ាស៊ីននេះយើងអាច apply ទៅលើគ្រប់វិស័យទាំងអស់មិនថាវិស័យកសិកម្មមិនថាវិស័យយានយន្តប៉ុន្តែចំពោះមុខជាការចាប់ផ្ដើមគឺយើងប្រើប្រាស់ប្រភេទបតនេះមកលើវិស័យvending machine ប្រភេទទូចម្រោះទឹកហើយពុកបងប្អូនលែងបារម្ភទូនេះពីពេលនេះទៅគឺយើងធានាពេញមួយជីវិតសម្រាប់បងប្អូនប្រជាជនខ្មែរយើងទាំងមូលតែម្ដងហើយសង្ឃឹមថាអ្វីដែលកូនខ្មែរធ្វើបាននេះគឺនឹងទទួលបានការគាំទ្រហើយយើងមិនចង់ឲ្យគេមើលងាយកូនខ្មែរយើងបន្តទៀតទេយុវជនខ្មែរសម័យថ្មីយុវជនខ្មែរជំនាន់ថ្មីជាសក្តានុពលថ្មីនៅក្នុងចុងឆ្នាំ2025ឈានចូលទៅឆ្នាំ2026មកតួខ្លួនទូរបស់យើងបើសិនជាខូចប៉ះពីកន្លែងណាយើងមានសម្ភារៈគ្រប់គ្រាន់គ្រប់ចំនួនសម្រាប់ធ្វើការបដូរផ្លាស់ជូនពុកម៉ែបងប្អូនទាំងស្រុងហើយទូចម្រាស់ទឹកនឹងទីសោតគឺផ្ដោតទៅលើការសន្សំសំចៃពីការហូបទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហើយទូនេះវាអាចដំណើរការបានទូទាំងប្រទេសមិនថាតំបន់ដាច់ស្រយាលទេឲ្យតែមានប្រភពទឹកហើយប្រភពទឹកមាន2ទី1ពួកយើងយកទូទៅដល់គ្រាន់តែភ្ជាប់ជាមួយនឹងប្រភពទយោទឹកស្អាតបរិសុទ្ធឯកជនទី2យើងអាចប្រើប្រាស់ជាមួយទឹកទន្លេទឹកដងក៏បានដែរប៉ុន្តែតម្រូវឲ្យពួកគាត់មានស៊ីស្តែនទឹកចំណុះយ៉ាងតិចចន្លោះពី3000ទៅ5000លីត្រហើយកម្ពស់ស៊ីស្តែនពីដីឡើងទៅចន្លោះពី3ម៉ែត្រទៅដល់4ម៉ែត្រដើម្បីវាមានកម្លាំងសម្ពាធទឹកសង្កត់ណាដំណឹងដល់គួរជាទីរីករាយនេះសង្ឃឹមថាពុកម៉ែបងប្អូននឹងគ្រប់គ្រងហើយក៏ដូចជាចែករំលែកព័ត៌មានដ៏មានមោទនភាពនេះទៅកាន់បងប្អូនប្រជាជនទាំងអស់នៅទូទាំងប្រទេសផងដែរអរគុណ